តេតងទៅនឹងទឹកចោទឹកនាចតាមសាវតាបាខ្សាច់ខ្មែរថាកាលនៅក្នុងរាជព្រះបាទសេការីគ្រិស្តសករាជ1238ដល់1245ដែលបានសោយរាជ្យនៅមហានគរព្រះអង្គមានព្រះរាជបុត្រាមួយអង្គចូលចិត្តលេងចិញ្ចឹមរុយខៀវហើយមានកូនមហាថលឹកមួយចូលចិត្តចិញ្ចឹមពីងពីងថ្ងៃមួយព្រះរាជកុមារក៏យករុយមកដាក់ជាមួយនឹងពីងពីងក៏បានខំរុយស្លាប់ទៅព្រះរាជកុមារត្រង់ព្រះកន្សែងភីលៀងលួងម្ដេចក៏មិនបានទៅជ្រាបទៅដល់ព្រះបិតាទ្រង់ខ្ញាល់ក៏ឲ្យចាប់កូនមហាថលឹកយកទៅជ្រមុជទឹកក្នុងទន្លេសាបស្លាប់ទៅឯស្ដេចពុជង្គនាគដែលបានស្រុបទឹកឲ្យគោទៅជាដីនគរថ្វាយស្ដេចគុមេរុរាជជាបាក់ធំមហាក្សត្រខ្មែរនឹងបានសន្យានឹងស្ដេចនោះថានឹងជួយយកអាសាមហានគរនេះរហូតទៅនោះលុះដឹងថាព្រះបាទសេការីសម្លាប់មនុស្សឥតពិចារណាក៏ប្រាស់រេពលឲ្យក្អែទឹកសម្ដែងរិទ្ធឲ្យទឹកចូលជន់លិចនគរជាកលាហលលុះទឹកនោះចូលជន់លិចនគរហើយពួករេពលនេះក៏ឈប់ក្អែទឹកទៀតហើយទឹកនោះនេះស្រកថយទៅវិញអាស្រ័យមហាតរិទ្ធឥទ្ធិពលរបស់ពួកនាគដែលបានសម្ដែងមកនេះទើបទឹកចោទឹកនាគចេះតែមានជារៀងដរាបមកជាធម្មតា